ការប្រកួតប្រជែងមានយុវវ័យ 85% បាត់បង់ខ្លួនឯងដោយសារតែពួកគេឃើញអ្នកដទៃជោគជ័យជាងខ្លួនអ្នកឃើញអ្នកដទៃរស់នៅយ៉ាងអស្ចារ្យហឺហាជាងហើយឆ្ងល់ថាហេតុអ្វីបានជាខ្ញុំមិនទាន់ដូចគេអ្នកមានអារម្មណ៍អន្ទះសារអ្នកប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេងអ្នកមានអារម្មណ៍ថាអ្នកកំពុងថយចុះលឿនឬធ្លាក់ចុះទៅដាច់ឆ្ងាយពីគេមិនមែនអ្វីៗទាំងអស់ត្រូវរីកដុះដាលនិងរីកចម្រើនក្នុងពេលតែមួយនោះទេមនុស្សមួយចំនួនកំពុងស្ថិតនៅដំណាក់កាលចាប់ផ្ដើមមនុស្សមួយចំនួនកំពុងស្ថិតនៅចំណុចកំពូលហើយអ្នកខ្លះទៀតកំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកដោយស្ងៀមស្ងាត់អ្នកមិនទាន់ឃើញអ្វីៗទាំងអស់ទេដូច្នេះអ្នកគិតថាអ្នកកំពុងចាញ់ការពិតគឺជីវិតមិនមែនជាការប្រកួតប្រជែងដើម្បីមើលថាអ្នកណាភ្លឺជាងអ្នកណានោះទេវាជាដំណើរមួយដើម្បីមើលថាតើអ្នកខ្លាំងគ្រប់គ្រាន់ដើម្បីបន្តទៅមុខទៀតឬអត់អ្នកមិនចាំបាច់ក្លាយជាមនុស្សអស្ចារ្យបំផុតនោះទេគ្រាន់តែកុំបោះបង់អ្វីដែលអ្នកចង់បានអ្នកមិនចាំបាច់ល្អជាងអ្នកដទៃពេកទេគ្រាន់តែកុំងាកចេញពីខ្លួនឯងជារៀងរាល់ថ្ងៃភាពត្រចះត្រចង់គឺជាពេលវេលាមួយភាពរីករាយគឺជាអ្វីមួយជួយឲ្យអ្នកបន្តទៅមុខបានយូរអង្វែងដូច្នេះប្រសិនបើអ្នកមិនទាន់រីកដុះដាលថ្ងៃនេះទេវាមិនអីទេដរាបណាអ្នកនៅតែបន្តទៅមុខនៅតែព្យាយាមមិនបោះបង់អត្ថបទពី The Stream Reader កែសម្រួលដោយ One Share